សួស្តីនឹងហើយដោយសារមករយៈចុងក្រោយនេះយើងឃើញថាការងារតាក់ទងជាមួយនឹង AI ដែលយើងតែងតែលើពាក្យ AI agent ឬក៏ RAG នឹងហើយពាក្យហ្នឹងយើងឮច្រើនមែនតើនៅក្នុង social media ឬក៏នៅក្នុង tech ធំៗដែលគេប្រើថ្ងៃនេះខ្ញុំសូមមកធ្វើបទបង្ហាញពីការប្រើប្រាស់ technology ហ្នឹងយើងប្រើ AI agent បូកជាមួយនឹង RAG នៅក្នុងការងារ marketing សម្រាប់កិច្ចការសាលាសិក្សា Tech Academy របស់យើងហ្នឹងហើយដូចអ្នកដែលគាត់ស្គាល់ខ្ញុំគាត់ដឹងថាយើងខ្ញុំមែនតើខ្ញុំជា developer ផងយើងធ្វើការក្រុមហ៊ុនផលិតផែនទី software យើងធ្វើការជាអ្នកសេ program developer សម្រាប់ផលិត app ផលិតផែនទីដូចនៅឃើញនៅក្នុងអេក្រង់នេះផងហើយយើងផលិតកម្មវិធីសម្រាប់បម្រើឲ្យសាលាសិក្សា Tech Academy របស់យើងផងនេះ app សម្រាប់គ្រូគាត់បរៀនហើយយើងមានច្រើនអញ្ចឹងវាមានពេលវេលាតិចតួចសម្រាប់ខ្ញុំដើម្បីការធ្វើការឆ្លើយតបនៅក្នុង Messenger នៅពេលដែលមានសំណួរសួរពីពុកម្ដាយឬក៏សិស្សមួយចំនួនគាត់ចូលមកអញ្ចឹងយើងត្រូវមាន AI ដើម្បីជាជំនួយការរបស់យើងអញ្ចឹងដូចខ្ញុំសូមបង្ហាញនៅក្នុង Telegram bot របស់យើងមានផែនការ marketing រៀងរាល់ចាប់ផ្ដើមថ្ងៃច័ន្ទអញ្ចឹងយើងមានផែនការហើយនឹងសង្ខេបទិន្នន័យមួយចំនួននៅលើ performance របស់ app ហើយនឹងសិស្សដែលរៀននៅសាលាយើងអញ្ចឹងណាអញ្ចឹងអានេះខ្ញុំសូមបង្ហាញពី performance របស់បង្ហាញពីផែនការធ្វើ marketing ប្រចាំអាទិត្យអញ្ចឹងខ្ញុំអត់ចាំបាច់ខ្វល់ពិបាកថាខ្ញុំត្រូវគិតសេ content ពីអីពេលថ្ងៃណាត្រូវបង្ហោះអីឬក៏មាន content ថាម៉េចទៅសេថាម៉េចខ្ញុំអត់ពិបាកអញ្ចឹងខ្ញុំប្រាប់ទៅ chatbot AI របស់ខ្ញុំ marketing chatbot របស់ខ្ញុំជាមួយ Telegram ខ្ញុំឲ្យគាត់ plan ឲ្យខ្ញុំមួយអាទិត្យក្នុងមួយអាទិត្យហ្នឹងថ្ងៃពុធត្រូវបង្ហោះព័ត៌មានអីថ្ងៃច័ន្ទត្រូវព័ត៌មានអីបង្ហោះនៅលើ platform អី Facebook ហើយត្រូវ tag ថាម៉េចត្រូវទៅសេពាក្យថាម៉េចរៀនពីអីអញ្ចឹងណាអញ្ចឹងយើងមានទាំងអស់ plan សម្រាប់មកក្នុងមួយសប្តាហ៍ AI គាត់រៀបចំឲ្យយើងទាំងអស់មានទាំងទៅសេជាអត្ថបទដូចឃើញអញ្ចឹងនេះសម្រាប់ដោយសារយើងទៅបង្កើតវគ្គថ្មីមួយតាក់ទងជាមួយនឹងការរៀនពីសម្រាប់រៀនពី Git ការប្រើប្រាស់ Git និង GitHub អញ្ចឹងគាត់ឆែកមើលនៅក្នុងមេរៀនដែលយើងទៅបង្កើតថ្មីហ្នឹងគាត់ចាប់ដើម AI គាត់ធ្វើគាត់ទៅសេសង្ខេបពីអ្វីដែលយើងនឹង announcement លើ Facebook ឲ្យយើងអញ្ចឹងយើងក៏ copy ឲ្យផាសទៅហើយមួយទៀតខ្ញុំសូមបង្ហាញដែរយើងធ្វើ AI chatbot ជាមួយនឹងFacebook Messenger អញ្ចឹងរៀងរាល់ពេលនេះយើងមិនមែនប្រើ AI របស់ Messenger ណាយើងប្រើ AI របស់យើងរបស់សិក្សា Tech Academy របស់យើងប៉ុន្តែយើង include ជាមួយនឹងFacebook Messenger អញ្ចឹងដូចមានពុកម្ដាយឬក៏មានសិស្សឬក៏មានមួយចំនួនគាត់ call មកយើងអញ្ចឹងណាឧទាហរណ៍ទៅដូចម្នាក់ឈ្មោះទឹកនេះគាត់ message មកគាត់ message មកសួរពីការងាររៀនសូត្រណាគាត់សួរថាសួស្ដីខ្ញុំចង់រៀនអញ្ចឹងទៅរៀនមុខវិជ្ជាអី AI សួរនៅសាលាយើងផ្ដល់វគ្គយើងបរៀនវគ្គមាន data science UI design DevOps មានផ្សេងអញ្ចឹងទៅអញ្ចឹងគាត់ជជែកអញ្ចឹងតែចុងក្រោយគាត់លេងសើចថាគាត់ចង់រៀនអីព្រមអីអញ្ចឹងទៅនេះអូខេហើយចុងក្រោយយើងឃើញគាត់មានសរសេរថាអូខេឥឡូវខ្ញុំចង់រៀន full stack developer អញ្ចឹង full stack developer ហ្នឹងរៀនរយៈពេលប្រហែលរៀនពីណាទៅណាអញ្ចឹងណាអញ្ចឹងរបស់ណាដែលគាត់ឆ្លើយបានគាត់សុំលេខទូរស័ព្ទដើម្បី contact អញ្ចឹងនៅពេលដែលបានលេខទូរស័ព្ទមកគាត់ចូលមកក្នុង app គាត់បោះចូលមកក្នុង app របស់យើងនេះក្នុង app របស់យើងសម្រាប់ឲ្យមនុស្សគាត់យើងឆ្លើយឆ្លងតអញ្ចឹងនៅក្នុងហ្នឹងគាត់បោះចូលមកក្នុងនេះឃើញទេអញ្ចឹងយើងមានដូចជាឈ្មោះទឹកមិញគាត់ AI គាត់សង្ខេបឲ្យយើងមកស្អាតមកតាមម្នាក់ហ្នឹងឈ្មោះទឹកហ្នឹងគាត់សួរអីខ្លះគាត់ឆ្ងល់ពីអីគាត់សួរពីអីអញ្ចឹងទៅនេះដូចឧទាហរណ៍ឈ្មោះនេះអីក៏អញ្ចឹងដែរអញ្ចឹងយើងមាន pipeline connect ជាមួយនឹង AI របស់យើងគាត់សួរនាំនេះមាន lead assessment មានអីចឹងទៅយើងមានច្រើននៅក្នុងហ្នឹងបាទអញ្ចឹងនេះគឺជាការប្រើប្រាស់ AI ដើម្បីជំនួសមនុស្សក្នុងការធ្វើ marketing